សុករៀមច្បងអុកសុគន្ធកញ្ញាស្រាប់តែបង្ហាញខ្លួនលើឆាកតន្ត្រីធ្វើឲ្យសិល្បករភ្លើងគប់រំភើបផងអល់ផងស្រែកហូបពេញឆាកថ្មីកន្លងទៅនេះអ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសអ្នកគាំទ្រមហោស្រពប៊ុនភូមិច្បាស់ជាបានជ្រាបរួមមកហើយនៅការរៀបចំការពីសប្តាហ៍ទី1នៅផ្សារទំនើបជីបម៉ុង271មេហ្គាម៉លកាលពីថ្ងៃទី5និងទី6ខែមេសាឆ្នាំ2025កន្លងទៅក្នុងនោះកាលពីថ្ងៃទី6ខែមេសាឆ្នាំ2025អ្នកគាំទ្រមហោស្រពប៊ុនភូមិក៏មានការប្រគំតន្ត្រីសម័យដែលមានការចូលរួមពីតារាល្បីជាច្រើនរួមមានកម្ពុជាតារាចម្រៀងអុកសុគន្ធកញ្ញារីជនីសំឡេងមេងកែវពេជ្រចិន្តានិងកូនស្រីគឺអូនផ្អែមលោកសាយនិងសិល្បករភ្លើងគប់រួមមានកេសរឆាសុយសេងហួររកស៊ីនិងចេនីផងដែរយ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook បានឃើញវីដេអូមួយបង្ហោះឡើងលើកន្នីរបស់តារាចម្រៀងរ៉េបកញ្ញារកស៊ីដែលមានវត្តមានរបស់កម្ពុជាតារាចម្រៀងអុកសុគន្ធកញ្ញានិងសិល្បករភ្លើងគប់កាលពីថ្ងៃសម្ដែងការប្រគំតន្ត្រីប៊ុនភូមិសប្តាហ៍ទី1កន្លងទៅក្នុងនោះដែរអ្វីដែលធ្វើឲ្យកញ្ញារកស៊ីនិងសិល្បករភ្លើងគប់ដទៃទៀតរួមមានកញ្ញាកេសរសុយសេងហួរឆានិងចេនីមីនបានបង្ហាញអារម្មណ៍រំភើបនោះក៏បានឃើញវត្តមានរបស់រៀមច្បងនិងជាអាយដលរបស់ពួកគេគឺអ្នកនាងអុកសុគន្ធកញ្ញាបានឡើងឆាកសម្ដែងរួមគ្នានិងបានរាំកម្សាន្តនៅបាត់កែវអើយដែលជាបទថ្មីរបស់រកស៊ីនិងកេសរផងដែរ